តើអ្នករៀន IT មានឧបសគ្គអ្វីខ្លះប្រសិនបើគាត់អត់ចេះភាសាអង់គ្លេសបាទអញ្ចឹងឧបសគ្គរបស់គាត់ច្រើនមែនទេក្នុងការរៀន IT បានន័យថា IT មកពីពាក្យថា information technology ព័ត៌មានវិទ្យាភាសាអំពីព័ត៌មានវិទ្យាបង្កើតនៅ program បង្កើតនៅ app ផ្សេងៗទាំងអស់ហ្នឹងគឺសិស្សតែជាអ្នករៀន IT អញ្ចឹងប្រសិនបើអ្នក IT ទាំងនោះអត់ចេះភាសាអង់គ្លេសតើគាត់ជួបឧបសគ្គអ្វី Alright អញ្ចឹងអ្នកទាំងអស់គ្នាសម្រាប់បងប្អូនដែលសិក្សាភាសាអង់គ្លេសណាហើយនេះជាដំណឹងមួយសម្រាប់អ្នករៀន IT ដែលរៀន IT នៅសាកលវិទ្យាល័យប្រសិនបើចង់រៀន IT អ្នកទាំងអស់គ្នាត្រូវតែចេះភាសាអង់គ្លេសប្រសិនបើអត់ចេះភាសាអង់គ្លេសទេពិបាកណាស់ក្នុងការរៀន IT អញ្ចឹង What happened to IT learners តើអ្វីនឹងកើតឡើងចំពោះអ្នករៀន IT មកពីពាក្យថា information technology ព័ត៌មានវិទ្យាណា who don't understand English ដែលពុំយល់ភាសាអង់គ្លេស you don't understand English ដែលពុំយល់ភាសាអង់គ្លេស Number 1 they struggle with learning materials លេខ1អ្នកសិក្សាឬក៏ពួកអ្នកសិក្សាទាំងអស់ហ្នឹងនឹងត្រូវ struggle ពុះពៀខ្លាំងមែនទែនជាមួយនឹងការរៀននៅសម្ភារៈផ្សេងរបស់ IT ហ្នឹងរៀនតាំងពី software computer អីផ្សេងចឹងណាពិបាកអញ្ចឹងបងប្អូន most tutorials website courses and documentation are in English អញ្ចឹងខ្ញុំបកប្រែថាមេរៀនណែនាំឬក៏សម្ភារៈណែនាំភាគច្រើន website ចំនួនច្រើន courses មេរៀនចំនួនច្រើនទៀត and documentation ហើយនឹងឯកសារជាច្រើន are in English គឺសរសេរនៅក្នុងភាសាអង់គ្លេស Without English it's hard to understand instruction or follow online videos or and coding lessons ប្រសិនបើពុំមានមូលដ្ឋានគ្រឹះភាសាអង់គ្លេសទេវាគឺលំបាកដើម្បីធ្វើការស្វែងយល់អំពី instruction ការបង្កើតផ្សេង or follow ឬក៏លំនាំvideo online and coding lesson ហើយនឹងមេរៀនសរសេរកូដណា Number 2 they miss out on global knowledge ពួកគេនឹងបាត់បង់ចំណេះដឹងសកល miss out ខកខានឬក៏បាត់បង់ពួកគេនឹងបាត់បង់នៅចំណេះដឹងសកលតែម្ដងហើយនៅក្នុងនោះមានពាក្យថា new technologies បច្ចេកវិទ្យាថ្មីៗ software update ការ update ផ្សេង and forums ហើយនឹងវេទិកាផ្សេងទៀត like ដូចជា Stack Overflow or GitHub are mostly in English គឺចំនួនភាគច្រើនគឺជាភាសាអង់គ្លេសនឹងតែម្ដង learners without English skills អ្នកសិក្សាដែលគ្មានមូលដ្ឋានគ្រឹះជំនាញផ្នែកភាសាអង់គ្លេសនោះទេ can't access the best or newest information ពុំអាចចូលទៅក្នុងព័ត៌មានដ៏សំខាន់ឬក៏ថ្មីបំផុតបាននោះឡើយ Number 3 they have trouble communicating in the tech world លេខ3គឺពួកគេអាចនឹងជួបប្រទះទៅនឹងបញ្ហាក្នុងការទំនាក់ទំនងនៅក្នុងtech បច្ចេកវិទ្យាពិភពលោកណា IT job often require reading or writing email message or reports in English IT job ការងារផ្នែកខាង IT ព័ត៌មានវិទ្យានឹង often តែងតែតម្រូវឲ្យ reading ឲ្យមានការអានសរសេរ email send message សរសេរផ្ញើ message ហ្នឹងទៅឬក៏ report ឬក៏របាយការណ៍ផ្សេងជាភាសាអង់គ្លេស It hard to work with international team or clients if they can't use basic English វាលំបិនខ្លាំងមែនទែនក្នុងការធ្វើជាមួយនឹង team អន្តរជាតិក្រុមអន្តរជាតិ client អតិថិជនអន្តរជាតិ if ប្រសិនបើពួកគេពុំអាចប្រើប្រាស់នៅភាសាអង់គ្លេសជាមូលដ្ឋាននោះ Number 4 they take longer to learn លេខ4ពួកគេអាចនឹងចាប់យកនៅពេលវេលាដ៏យូរអង្វែងក្នុងការរៀនសូត្រ Without English ប្រសិនបើពុំមានភាសាអង់គ្លេសពុំចេះភាសាអង់គ្លេស learners must wait for translate content អ្នកសិក្សានឹងគឺត្រូវរងចាំការបកប្រែឬក៏មាតិកាដែលត្រូវបានបកប្រែ which is limited ដែលត្រូវបានគេកំណត់ថែមទៀតណាត្រូវបានបកប្រែហើយមានការកំណត់ទៀត or low quality ឬក៏គុណភាពអន់បកប្រែហើយគឺគុណភាពអន់វាមិនមែនបកប្រែឲ្យយើងហើយនឹងគុណភាពខ្ពស់បានទេបាទ they may need help from others just to understand basic steps អញ្ចឹងនៅក្នុងនេះ they may ពួកគេអាចនឹងត្រូវការជំនួយពីអ្នកដទៃ just to understand ដើម្បីធ្វើការយល់អំពីមូលដ្ឋាន IT តាមលំដាប់មូលដ្ឋាន IT តាមលំដាប់ Okay number 5 they may lose job opportunities ពួកគេនឹងអាចនឹងត្រូវបាត់បង់នៅឱកាសជាច្រើនទៀតមាន IT job ការងារ IT ជាច្រើន require reading តម្រូវឲ្យអាន technical document ឯកសារឯកទេស technical នឹងបច្ចេកទេសណា or speaking ឬក៏និយាយជាមួយនឹង customer អតិថិជន in English នៅក្នុងភាសាអង់គ្លេស companies ក្រុមហ៊ុនជាច្រើន may choose someone else អាចត្រូវជ្រើសរើសនរណាម្នាក់ផ្សេងទៀត who understand English better ដែលយល់ភាសាអង់គ្លេសប្រសើរជាងបាទគេរើសអ្នកចេះហើយអូខេ The good news ដំណឹងឬព័ត៌មានល្អ Even learning basic English can really help IT learner បើទោះបីជាការរៀនសូត្រ
មូលដ្ឋានគ្រឹះភាសាអង់គ្លេសអាចជួយដល់អ្នកសិក្សាភាសាផ្នែកខាង IT ក៏ដោយ understand tutorial យល់អំពីមេរៀនណែនាំ search for help online ជួយសម្រួលដល់ការស្រាវជ្រាវ online use software properly អានេះគេថាប្រើប្រាស់នៅ software properly បានន័យថាត្រឹមត្រូវប្រើប្រាស់ software ដែលត្រឹមត្រូវ communicate with other ទំនាក់ទំនងជាមួយនឹងអ្នកដទៃ so learning English plus IT together give you a superpower in today digital world អញ្ចឹងដូច្នេះការសិក្សារៀនសូត្រភាសាអង់គ្លេសបូកផ្សំជាមួយនឹង IT together រួមគ្នា give you ផ្ដល់ឲ្យអ្នកទាំងអស់គ្នានៅ superpower អំណាចដ៏ខ្លាំងក្លា in digital today នៅក្នុងបច្ចេកវិទ្យាពិភពលោកនាពេលបច្ចុប្បន្ននេះអូខេអញ្ចឹងអានេះគឺជាអ្វីដែលយើងបាទជម្រាបទៅកាន់អ្នកទាំងអស់គ្នាថាត្រូវតែចេះភាសាអង់គ្លេសប្រសិនបើអត់ចេះភាសាអង់គ្លេសទេគឺលំបាកបងប្អូនណាអញ្ចឹងនេះគឺជាមេរៀនភាសាអង់គ្លេសរបស់ខ្ញុំទី1គឺបានទាំងភាសាអង់គ្លេសទី2បានទាំងការយល់ថាតើចាំបាច់អត់ក្នុងការរៀនភាសាអង់គ្លេសសម្រាប់អ្នករៀន IT នៅសាកលវិទ្យាល័យ